នៅធ្វើការងារសក់នៅឃើញល្មិចចង់ទៅស្ដាប់សំឡេងរលកសមុទ្រនេះហើយបើបានមិត្តភ័ក្តិអមទៅជាមួយបាន2 3នាក់ហើយឈៀលនៅមាត់សមុទ្រពេលល្ងាចជាមួយនឹងសាច់អាំងក្តៅហើយនិយាយរឿងក្នុងចិត្តប្រាប់មិត្តភ័ក្តិហើយបដោយទៅតាមសំឡេងសមុទ្រហ្នឹងមិនដឹងជាមានអនុស្សាវរីយ៍ល្អយ៉ាងណាទេមែនណាការគិតបានតែសម័យចុងក្រោយគ្មានបានលទ្ធផលស្អីទេអញ្ចឹងខ្ញុំគ្មានរងចាំទេមិត្តភ័ក្តិខ្ញុំអ្នកណាដែលថាល្វល់ក៏ល្វល់ទៅខ្ញុំរៀបបំពេចខ្លួនឯងប្រយទៅម្នាក់ឯងបាទសូមជម្រាបសួរពុកម៉ែបងប្អូនមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចេញវីដេអូមួយគឺដំណើរកំសាន្តទៅកោះរ៉ុងខ្ញុំធ្លាប់ទៅលេងកោះរ៉ុងកាលពី2018ហើយលើកនេះខ្ញុំទៅម្ដងទៀតយូរឆ្នាំដែរហើយដែលរកពេលមិនបានទៅអញ្ចឹងបើសិនតែខ្ញុំរងចាំមិត្តភ័ក្តិរបស់ខ្ញុំទៅជុំគ្នាដឹងតែអត់ហើយអញ្ចឹងហើយមានតែខ្ញុំរៀបចំកម្រងទៅម្នាក់ឯងទៅ solo trip តែគ្មាន solo ទេទៅដល់លើកោះមានគេមានឯងហើយមានភ័ក្តិខ្ញុំនៅនោះចាំពីម្នាក់ដែរតើអាណាទៅតែឯងនឹងយ៉ាស់ថ្លៃបើដឹងតែទៅតែឯងទៀតនោះពុកម៉ែខ្ញុំហ៊ានឲ្យទៅទេនិយាយលេងសើចឲ្យរកការដើរលេងទាំងអស់របស់ខ្ញុំមិនដែលប្រាប់អ្នកទេប្រាប់តែបងប្អូនដែលជិតស្និទ្ធទេបើមិនឲ្យអត់ប្រាប់សោះតែម្ដងតើតែមកវិញមិនញើឲ្យមើលរូបភាពតែបានតែដើរលេងខំក៏ដេកព្រួយដេកបារម្ភនឹងឯងគ្មានបានឲ្យយើងទៅទេហើយបើឲ្យយើងទៅក៏គាត់ដេកព្រួយបារម្ភគិតគូពីយើងដែរខ្លាចយើងមានបញ្ហាអីតាមផ្លូវនេះបានថាអារម្មណ៍ម៉ែឪយើងណាស្រឡាញ់យើងខ្លាំងឥឡូវសូមបំបែអារម្មណ៍មកមើលនឹងទស្សនាសកម្មភាពនិងបរិយាកាសនៅលើកោះរ៉ុងបាទតាមឆ្នេរផ្សេងដែលខ្ញុំបានទៅលេងថាខ្ញុំបានទៅលេងកោះរ៉ុងហ្នឹងនៅលើឆ្នេរណាខ្លះហើយឆ្នេរណាដែលស្អាតហើយគួរឲ្យទៅលេងហើយថតរូបបានស្អាតជាងគេណាមានប្រជាជនខ្មែរយើងក៏ដូចជាជនជាតិបរទេសជាច្រើនបានទៅលេងកោះរ៉ុងហើយមានដែលចោលទេឆ្នេរដ៏ស្រស់ស្អាតដែលមានខ្សាច់ពណ៌សហើយធំហើយទឹកឡងពើថ្លាខ្យងហ្មងណាចឹងអ្នកនរដឹងថាឆ្នេរនេះជាឆ្នេរអីគេឆ្នេរនេះគេហៅថាឆ្នេរ Long Beach ខ្ញុំធ្លាប់តែនិយាយលេងជាមួយមិត្តភ័ក្តិអញ្ចឹងគេថាទៅអាមេរិកទៅអីគេហៅគេមានសមុទ្រគេមានឆ្នេរ Long Beach អញ្ចឹងណាយើងធ្លាប់តែលេងនិយាយលេងហ្នឹង Long ហើយ Long Beach ណាមានណាខ្មែរយើងក៏មាន Long Beach អានេះហៅឆ្នេរ Long Beach អញ្ចឹងឆ្នេរវែងពេលទៅដល់មែនឆ្នេរនោះវែងមែនហើយស្អាតខ្លាំងហ្មងណាហើយអ្នកដែលទៅលេងកោះរ៉ុងគឺគេតែជួលម៉ូតូជិះដើម្បីមើលតាមឆ្នេរអញ្ចឹងឆ្នេរមានតែឆ្នេរ Long Beach នឹងទេដែលស្អាតជាងគេហើយថតរូបមើលទៅគឺស្រស់ស្អាតមែនទែនមានន័យថាឆ្នេរផ្សេងៗអត់ស្អាតទេប៉ុន្តែវាមានភាពស្អាតរៀងខ្លួនតែឆ្នេរមួយនេះវាមានភាពធ្វើឲ្យយើងទាក់ទាញចិត្តម្ដងហើយការថតរូបរបស់យើងគឺថាទៅដល់កន្លែងនោះគឺមិនចង់ចោលការថតរូបទេគឺថាចង់ថតហើយថតទៀតមិនចេះអស់អញ្ចឹងណានិយាយស្មោះត្រង់អីថ្ងៃនោះឯងខ្ញុំទៅឆ្នេរហ្នឹងខ្ញុំដាក់កៅអៅទៅមកវ៉ាលីមកកាបូបធំលាកទៅអស់ហ្មងតែមិត្តភ័ក្តិដែលថតឲ្យគាត់ចោលដៃតែគេខ្ជិលថតឲ្យទៀតដោយសារតែទេសភាពស្អាតពេកទៅវិលថតឲ្យតែខ្ញុំមិនបានថតខ្លួនឯងអីអញ្ចឹងបើសិនជាមិត្តភ័ក្តិបងប្អូនថ្ងៃក្រោយអីចង់ទៅលេងសមុទ្រអីហៅខ្ញុំផលណាខ្ញុំចង់ទៅទៀតហើយខ្ញុំក៏អត់ចោលដែរចង់ទៅលេងឆ្នេរនឹងម្ដងទៀតហើយនឹងលើកក្រោយចង់ទៅលេងកោះរ៉ុងសន្លឹមដោយសារតែនៅកោះរ៉ុងសន្លឹមហ្នឹងអត់បានទៅទេអញ្ចឹងក៏ទៅកោះរ៉ុងហ្នឹងគឺថាចំណាយពេលឡើង2ថ្ងៃបើមិនទាន់អស់ហ្នឹង2យប់3ថ្ងៃមើលអត់អស់ទេអញ្ចឹងចង់ទៅម្ដងទៀតបើសិនជាអ្នកណាទៅលេងម្ដងទៀតអីចង់ត្រូវការគ្នាយើងថតរូបជុំគ្នាជិះម៉ូតូលេងអីហើយបង្កើតកម្មវិធីពេលល្ងាចក្បែរមាត់សមុទ្រអាំងសាច់ឈៀលជល់កែវអីយ៉ាងថាយើងអាចណាត់គ្នាបានដើម្បីទៅបង្កើតបរិយាកាសអនុស្សាវរីយ៍ល្អៗនៅមាត់សមុទ្រ